បាទសូមជម្រាបសួរប្រិយមិត្តបាទគណៈពេលនេះខ្ញុំកំពុងតែនៅពលានថ្មីហើយនៅមុខច្រកចូលតែម្ដងបាទអានេះគឺផ្លូវចូលហើយពេលដែលយើងផ្ញើម៉ូតូនៅតรงនោះហើយយើងអាចដើរចេញតាមផ្លូវនេះមកហើយខាងនោះកន្លែងចាំចំណតគេហៅ bus stop កន្លែងដែលយើងចាំចំណតឡានក្រុងណាយើងអាចទៅដល់ផ្សារថ្មីផ្សារកណ្ដាលហើយបាទហើយយើងឃើញស្ថានភាពទូទៅពេលនេះខ្ទង់ប្រហែលជាម៉ោង5បងប្អូនម៉ោង5ជាងហើយគេចាប់ដើមបាញ់ទឹកឲ្យត្រជាក់ណាទឹកបាញ់អីត្រជាក់ឃើញថាខ្យល់ល្វិចអាកាសធាតុល្អមែនតើនៅទីនេះហើយបងប្អូនយើងគាត់នាំកូននាំម្ដាយគាត់មកលេងនៅទីនេះណាយើងមិនបាច់ចូលក្នុងមកលេងទឹកទីនេះក៏ស្អាតហើយថាភាពនៅនេះស្រស់ស្រាយបងប្អូនជាវយើងដែលគាត់ចង់ពីយើងគាត់អាចបើសិនជាគាត់ចង់មកលំហែទីបានហើយនេះគេធ្វើលក្ខណៈមានមាត់ទឹកមានអីចឹងណាហើយនេះជាសួនច្បារដែលគេសាងសង់ឡើងហើយមានមាត់បឹងមាត់អីហើយកដាលនោះហើយជាអាចគេសង់ជាលក្ខណៈកន្លែងសក្ការៈបូជាឬក៏ស្អីហ្នឹងនៅកដាលតែគេធ្វើអត់ទាន់ហើយទៅតែបានប្រហែលជា 50% ឥឡូវឃើញថាទស្សនភាពរួមនៅទីនេះស្រស់ស្រាយមែនទែនហើយបងប្អូនយើងគាត់មកទស្សនាច្រើនឥឡូវខ្ញុំដើរទៅមុខទីចាលោកបងប្អូនឃើញអាគារនោះផ្ទះនោះឃើញជាផ្ទះគេធ្វើពីបុរាណហើយធ្វើពីឈើសុទ្ធតែម្ដងខាងនេះតំណងបងប្អូននេះមាត់ទឹកយើងឈរមកវាប៉ះខ្យល់ជាមួយនឹងទឹកមានអារម្មណ៍ថាត្រជាក់តែម្ដងបងប្អូនគឺគាត់មកច្រើនហើយខ្ញុំលើគេថាខាងនោះមានលក់អាហារទេបងតំណងកន្លែងលក់អាហារហើយលក់នំបញ្ចុកលក់អីណានៅខាងក្នុងឥឡូវដើរចូលក្នុងបងប្អូនគ្នាតាឥឡូវយើងចូលមកដល់ក្នុងនេះបែកខាងកើតបងប្អូនឃើញមានលក្ខណៈគេធ្វើជាយដាស្របមាត់ទឹកធំទលាយមែនតើយើងអាចដើរមកដល់ទីនេះហើយកំសាន្តក៏ដូចជាស្រូបយកខ្យល់អាកាសហើយទៅសៀកតែម្ដងបាទហើយខាងមុខនោះដែរគេធ្វើជារូបគ្រុឌមកគូបងប្អូននោះគ្រុឌខ្ញុំซูមឲ្យបងប្អូនមើលនោះគ្រុឌរូបគ្រុឌកន្លែងផ្លូវចូលខាងមុខហើយយើងមើលងាកបើយើងងាកមកខាងនេះយើងឃើញទឹកនេះវាជីកធំមែនតើអាងទឹកហើយមានកន្លែងអែមនោះអីឲ្យយើងញ៉ាំអញ្ចឹងនេះស្ជាក់ផ្សេងខាងនេះផ្ទះខ្មែរហ្នឹងឯងបាទដល់ឥឡូវយើងទៅមើលផ្ទះខ្មែរទាំងអស់គ្នាពេលមុនយើងឡើងមានទឹកដាក់ត្រជាក់តែអត់ហ៊ានលាងដៃហ្មងឥឡូវយើងត្រូវដោះស្បែកជើងចេញដោះស្បែកជើងស្អាតបងប្អូនឈើសុទ្ធមកហើយនេះកុំបារម្ភអ្នកញ៉ាំនៅក្រោមអត់អាចជ្រុះដីចូលទេដោយសារតែគេបាំងមកជាន់ទៀតនេះបងប្អូនហើយទស្សនភាពរួមនៅនេះសុទ្ធតែរបស់ល្អមានតម្លៃដែលគេតាំងនៅទីនេះណាហើយនេះរៀនហាដើម្បីថតរូបថតអីផ្ទះខ្មែរបងប្អូនតែខ្ញុំអត់ដឹងថាម៉ូតនេះម៉ូតអីផ្ទះកតាំងឬផ្ទះអីតែស្អាតមែនតើឥឡូវខ្ញុំចូលមើលហើយជាគេបិទផ្សាយនៅទីនេះមើលទៅផ្ទះនេះគេនិយាយពីសាសនាប្រាសាទនៅចិត្តសាលព្រះវិស្ណុហើយកាលនេះគឺជាប្លង់ផែនគោលឧទ្យាននៃវប្បធម៌ចូលប្លង់ដែលយើងឈរទីនេះគឺប្លង់ដែលគេធ្វើហើយយើងកំពុងតែឈរនៅទីតាំង Semua itu
ដូចជានៅត្រង់នេះផ្ទះខ្មែរបងប្អូនគេដាក់ផ្ទះខ្មែរយើងនៅត្រង់នេះបងប្អូនហើយខាងនេះវិចិត្រសាល gallery ចឹងគេសាងសង់អត់ទាន់ហើយបានប្រហែលជា 70% ស្អាតមានរូបចម្លាក់រូបនេះហើយឈើគឺប្រណិតមែនតើមានរសស្អាតបងប្អូននេះយើងស៊ូមមើលកន្លែងវិចិត្រសាលដែលគេធ្វើតាមបាន 50% បងប្អូនខាងនេះគឺថែវជុំវិញថែវជុំវិញខាងនេះខាងស្ដាំហើយខាងនេះខាងឆ្វេងនេះកន្លែងតបូលចដាបងប្អូនមើលក្បាច់ចឹងក្បាច់ស្អាតណាស់ការភ្ញៀវស្អាតមែនតើហើយខាងមុខផ្ទះនេះយើងមានរទេះសលៃមុខរឿងរទេះសលៃបាទឥឡូវយើងដើរទៅខាងក្រោយនៅជំហាននេះផ្ទះបែបហ្នឹងយើងធ្លាប់ឃើញនៅស្លាកែតបងប្អូនស្លាកែតគេធ្វើអញ្ចឹងឥឡូវយើងដើរទៅផ្នែកខាងក្រោយផ្ទះអូនេះមានចដាខាងក្រោយទៀតបងប្អូនមានចដាខាងក្រោយផ្ទះខាងនេះគឺជាងខាងក្រោយយើងមកខាងនេះមកគឺមានតែម្ដងកន្លែង terminal ដាក់ភ្ញៀវតែម្ដងបាទហើយនេះមានកន្លែងលក់បង្អែមដងខ្មែរនេះទៅមកកៅទីហ៎នេះទៅមកកៅទីហើយខាងមុខនេះជាកន្លែងលក់អាហារបងប្អូនខាងមុខនេះជាកន្លែងលក់អាហារហើយយើងមើលនៅទស្សនវិជ្ជារួមទីនេះខាងនោះជាបន្ទប់ទឹកបាទគេថាទស្សនវិជ្ជាស្អាតមែនតើខាងក្រោមយើងអាចញ៉ាំនំបញ្ចុកអាហារអីបានផ្ទះរៀបខ្មែរបងប្អូនតែខ្ញុំអត់ដឹងថាផ្ទះហ្នឹងគាត់ម៉ូដនេះដែរខ្ញុំអត់ច្បាស់ដែរតែដឹងថាផ្ទះខ្មែរយើង